ថ្ងៃនេះខ្ញុំចង់និយាយតទៅនឹងការប្រើប្រាស់ថ្នាំមួយកន្លងមកខ្ញុំបានធ្លាប់ជួបអ្នកជំងឺច្រើនដែរតទៅនឹងការប្រើប្រាស់ថ្នាំដោយគាត់ផ្សំដោយខ្លួនឯងហើយថ្មីៗនេះគឺខ្ញុំជួបអ្នកជំងឺម្នាក់គឺគាត់មកទិញថ្នាំ4ប្រភេទនេះដែលមានដូចជា Panadol Extra Paracetamol Decoson ហើយនិង Polemic គាត់ទិញ4មុខនេះក្នុងគោលបំណងផ្សំលេបបញ្ចូលគ្នាដើម្បីព្យាបាលអាការៈរបស់គាត់ដែលគាត់មានអាការៈដូចជាឈឺក្បាលក្តៅខ្លួនហៀរសបោតឹងយម៉ោះឈឺបំពង់កខ្ញុំបានសួរបញ្ជាក់ថាគាត់នឹងចេះរួមមុនមកពីណាគាត់ថារួមមុនគាត់ចេះខ្លួនឯងគាត់ស្គាល់ថ្នាំប្រភេទមួយមុខនោះឧទាហរណ៍ Panadol Extra ហ្នឹងបំបត្តិឈឺក្បាលអាប៉ារ៉ានេះគឺចុះកម្ដៅDecoson នេះផ្ដាសាយហៀរសបោPolemicនេះឈឺក្បាលហើយគាត់រោគសញ្ញារបស់គាត់ហ្នឹងទាំងប្រមាណហ្នឹងគឺគាត់បូកទាំង4នឹងចូលគ្នាទៅគឺសរុបរួមរោគសញ្ញារបស់គាត់ទាំងអស់ហ្នឹងហើយខ្ញុំក៏បានណែនាំគាត់បញ្ជាក់បន្ថែមថាការប្រើប្រាស់ថ្នាំទាំង4មុខហ្នឹងគឺអត់ត្រឹមត្រូវទេគឺវាលើសកម្រិតហើយតែគាត់ថាគាត់លេបតាំងពីដើមហើយគឺអត់មានផលប៉ះពាល់ផងលេបតែគាត់លេបតែអញ្ចឹងការប្រើប្រាស់ថ្នាំទាំង4មុខនេះគឺអត់ត្រឹមត្រូវទេគឺវាលើសកម្រិតខ្លាំងដោយក្នុងទាំង4មុខហ្នឹងគឺមួយមុខគឺមានកម្រិត Paracetamol 500 មីលីក្រាមអញ្ចឹង4មុខហ្នឹងគឺចូលដល់2000មីលីក្រាមដែលស្មើនឹង2ក្រាមហើយអញ្ចឹងចំនួន2ក្រាមនេះគឺវាលើសកម្រិតខ្លាំងដែលអាចធ្វើឲ្យជាតិពុលកម្រិតជាតិពុលក្នុងខ្លួននឹងកើនឡើងដែលអាចធ្វើឲ្យលាកថ្លើមបានហើយចំណុចមួយទៀតតកតងទៅនឹងការប្រើប្រាស់លើសកម្រិតហ្នឹងគឺធ្វើឲ្យមានការកើនឡើងនៃ side effect ឬក៏ហៅថាផលរំខានរបស់ថ្នាំដែលអាចធ្វើគាត់មានអាការៈក្អួតចង្អោរវិលមុខងងុយដេកចុកទ្រូងណែនទ្រូងជាដើមហ្នឹងហើយអាចធ្វើឲ្យមានការកើនឡើងនៃសម្ពាធឈាមផងដែរដូច្នេះហើយអ្នកទាំងអស់គ្នាសូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំហើយបើអាចយ៉ាងហោចណាស់ក៏បានសួរពេទ្យទៅថាថ្នាំទាំងអស់ហ្នឹងអាចប្រើប្រាស់បានចូលគ្នាបានអត់មានផលរំខានឬក៏ផលប៉ះពាល់អីអត់ហើយខ្ញុំសង្កេតឃើញថាប្រជាជនខ្មែរយើងគឺមួយចំនួនគឺការប្រើប្រាស់ថ្នាំគឺតាមគ្នាអត់បានសួរនាំពេទ្យត្រឹមត្រូវទេហើយបើពេលខ្លះទៅពេទ្យពន្យល់ទៅគឺគាត់អត់ស្ដាប់ទេគឺគាត់ធ្វើអ្វីតាមបទពិសោធន៍របស់គាត់តាមការណែនាំពីគ្នាពីមួយទៅមួយពេលខ្លះទៅថ្នាំខ្លះប្រើប្រាស់ដំបូងវាមានផលប៉ះពាល់ទេប៉ុន្តែបើយើងប្រើជាប្រចាំទៅវាអាចប៉ះពាល់ដល់សរីរាង្គខាងក្នុងមានផលប៉ះពាល់ទៅរយៈពេលយូរមួយទៅថ្ងៃក្រោយទៀតហើយខ្ញុំសង្ឃឹមថាវីដេអូនេះគឺជាសារចែករំលែកមួយទៅអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះអរគុណ